แต่ซื้อฮาនឹងវឹកហាត់ដើម្បីអ្វីតែហេតុអ្វីបានជាស៊ឺហានឹងចង់ក្លាយជាមនុស្សកំពូលនៅក្នុងពិភពលោកមុនទៅដល់ការបកស្រាយមកថាអ្នកចេះក្តីឬក៏ថ្មីក្តីទេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់ចុច follow ខ្ញុំទេអ្នកនរគ្នាចុច follow ខ្ញុំម្នាក់មួយផងហើយបើសិនជាអ្នកនរគ្នាចង់ឧបត្ថម្ភខ្ញុំអ្នកនរគ្នាអាចឧបត្ថម្ភបានតាមរយៈ QR code ដែលខ្ញុំដាក់នៅក្នុងវីដេអូនឹងផ្ទាល់តែម្ដងស៊ឺហាគឺជាក្មេងម្នាក់ដែលកើតមកជាមួយនឹងពណ៌ជ័យខ្ពស់ខ្លាំងមែនទែនស៊ឺហាកើតមកជាមួយនឹងឆ្អឹងកំពូលឬក៏ Supreme Bond ដែលនៅក្នុងពិភពលោកស្ទើរតែគ្មានតែជាអកុសលអីស៊ឺហានឹងក៏ត្រូវបានគេលួចឆ្អឹងកំពូលឬក៏ Supreme Bond របស់ខ្លួននឹងចេញទៅហើយស៊ឺហានេះក៏មានឪពុកម្ដាយដូចគេដូចឯងដែរអ្នកនរគ្នានិយាយទៅវាខុសពីតួផ្សេងៗហ្នឹងកើតមកមានតែឪអត់ម៉ែនឹងបាត់ម៉ែទៅណាហើយឈ្មោះម៉ែក៏អត់ឃើញទៀតហើយឪពុករបស់ស៊ឺហានេះមានឈ្មោះថាស៊ឺស៊ីលីងហើយម្ដាយរបស់ស៊ឺហាមានឈ្មោះថាឈិនជីនីងហើយឪពុករបស់ស៊ឺហានេះក៏មិនមែនជាមនុស្សធម្មតាដែរអ្នកនរគ្នាយល់ទៅក៏ជាមនុស្សកំពូលម្នាក់ដែរកាលសម័យហ្នឹងនិយាយរួមទៅមនុស្សដែលកើតនៅក្នុងសម័យរបស់ស៊ឺស៊ីលីងហ្នឹងយល់ទៅអត់អាចទៅឈ្នះស៊ឺស៊ីលីងបានទេយល់ទៅស៊ឺស៊ីលីងនេះគឺនៅកំពូលមនុស្សតែម្ដងហើយស៊ឺស៊ីលីងឪរបស់ស៊ឺហានេះគឺមិនណយទេក៏ធ្លាប់មានសិទ្ធិចេញចូលអបរិមដែរចឹងហើយមានន័យថាស៊ឺស៊ីលីងនេះគឺជាមនុស្សកំពូលម្នាក់អីចំពោះម្ដាយរបស់ស៊ឺហាវិញគេក៏បានលើកឡើងដែរថាម្ដាយរបស់ស៊ឺហាគឺជាមនុស្សដែល slow ចូលទៅមែនទែនហ្មងហើយក៏ជាមនុស្សម្នាក់ដែលមានមេត្តាខ្ពស់បំផុតផងដែរបន្ទាប់ពីត្រូវបានគេលួចយកឆ្អឹងព្រលឹងឬក៏ Supreme Bond នេះចេញពីខ្លួនរបស់ស៊ឺហាហើយពុកម្ដាយរបស់ស៊ឺហានេះក៏បាននាំស៊ឺហាទៅភូមិតូចមួយផងដែរគឺភូមិថ្មហើយស៊ឺហានេះក៏បានរស់នៅដូចជាមនុស្សទៅដែរនៅក្នុងភូមិមួយហ្នឹងជាពិសេសនៅស៊ឺហាក៏ទទួលបានការវឹកហាត់ពីលោកតាមេភូមិផងដែរមិនយូរប៉ុន្មានទេភូមិថ្មដែលស៊ឺហាបានស្នាក់នៅក៏ទទួលបានការវាយប្រហារពីអ្នកខាងក្រៅផងដែរហើយនេះគឺជាគំនិតមួយដែលធ្វើឲ្យស៊ឺហាចាប់ផ្ដើមវឹកហាត់ដើម្បីសង្គ្រោះភូមិរបស់ខ្លួនឯងហ្នឹងរហូតដល់ពេលដែលស៊ឺហានឹងបានធំហើយស៊ឺហាក៏បានធ្វើដំណើរផ្សងព្រេងជាមួយនឹងជីវិតរបស់ខ្លួនឯងហ្នឹងជាច្រើនលើកច្រើនសារហើយស៊ឺហានឹងក៏កាន់តែយល់ច្បាស់ម្ដងបន្តិចហើយពីពិភពលោកដែលខ្លួនឯងបានរស់នៅហ្នឹងនៅក្នុងការធ្វើដំណើរផ្សងព្រេងរបស់ស៊ឺហាជាច្រើនលើកច្រើនសារហ្នឹងស៊ឺហាក៏បានដឹងដែរថាពិភពលោកមួយហ្នឹងគឺគ្មានសិទ្ធិស្មើគ្នានោះទេហើយស៊ឺហាក៏បាននិយាយថែមទៀតថាពិភពលោកមួយហ្នឹងគឺពោរពេញទៅដោយភាពប្រៃផ្សៃអ្នកមានអំណាចធ្វើបែបអ្នកទុនខ្សោយបើសិនជាខ្លួនឯងមិនខ្លាំងនោះទេប្រកាសជាត្រូវបានអ្នកដទៃធ្វើបែបជាជាន់គៀបសង្កត់មិនខានឡើយហើយស៊ឺហានឹងក៏បាននិយាយថែមទៀតថាមានតែខ្លួនឯងនឹងមានអំណាចនិងខ្លាំងជាងគេប៉ុណ្ណោះទើបអាចមានសិទ្ធិរស់នៅក្នុងពិភពលោកមួយហ្នឹងជាពិសេសនោះគឺការពារអ្នកដែលខ្លួនឯងស្រឡាញ់និងមនុស្សដទៃទៀតអានេះគ្រាន់តែសម្រាប់ខ្ញុំទេអ្នកគ្នាសម្រាប់ខ្ញុំគិតថាស៊ឺហានឹងគ្មានទេពកោសល្យអីនោះទេវាដូចគ្នាជាមួយនឹង Hanley និង Jefan ដែរអត់មានទេពកោសល្យពិតមែនប៉ុន្តែការតស៊ូអ្នកគ្នាគឺគ្មាន limit ទេយល់ទៅ no limit តែម្ដងអ្នកនរគ្នាអាចមើលបានយល់ទៅស៊ឺហានឹងតស៊ូខ្លាំងប៉ុណ្ណាតាំងពីដើមរឿងរហូតដល់ឥឡូវតើឥឡូវចូលទៅដល់ប្រធានបទរបស់យើងតើហេតុអ្វីបានជាស៊ឺហានឹងខំវឹកហាត់ម៉េះតែការវឹកហាត់របស់ស៊ឺហាគឺដើម្បីអ្វីតើហេតុអ្វីបានជាស៊ឺហាចង់ក្លាយជាមនុស្សកំពូលនៅក្នុងពិភពលោកមួយហ្នឹងសំណួរទាំង3នេះគឺវាមានចម្លើយតែមួយនោះទេអ្នកគ្នាគឺការវឹកហាត់របស់ស៊ឺហាគឺដើម្បីតែកែប្រែពិភពលោកមួយហ្នឹងដែលខ្លួនកំពុងតែនៅហ្នឹងដូចដែលខ្ញុំបាននិយាយខាងលើអញ្ចឹងគឺស៊ឺហានឹងបានដឹងហើយថាពិភពលោកមួយហ្នឹងគឺវាគ្មានសិទ្ធិស្មើគ្នានោះទេយល់ទៅវាអត់មានសិទ្ធិសេរីភាពស្មើគ្នាអ្វីដែលស៊ឺហាចង់បានគឺសិទ្ធិសេរីភាពស្មើគ្នាមិនថា low variant ឬក៏ up variant ទេគឺសិទ្ធិតែអាចរស់នៅជាមួយគ្នាបានគឺស៊ឺហានឹងចង់កែប្រែពិភពលោកមួយហ្នឹងឲ្យល្អប្រសើរឡើងជាពិសេសគឺភាពល្អឥតខ្ចោះតែម្ដងហើយស៊ឺហានឹងក៏បានដឹងដែរថាពិភពលោកមួយហ្នឹងមានតែអំណាចនិងថាមពលខ្លាំងបំផុតនោះទេទើបអាចដោះស្រាយជាមួយបញ្ហាទាំងអស់ហ្នឹងបានទាំងអស់ហ្នឹងហើយជាមូលហេតុដែលធ្វើឲ្យស៊ឺហានឹងខំវឹកហាត់ហើយស៊ឺហានឹងចង់ក្លាយជាអ្នកខ្លាំងកំពូលនៅក្នុងពិភពលោកមួយហ្នឹងគឺដើម្បីតែកែប្រែពិភពលោកមួយហ្នឹងឲ្យមានសិទ្ធិសេរីភាពស្មើគ្នាវិញហើយមូលហេតុអីបានជាខ្ញុំនិយាយថាពិភពលោកមួយហ្នឹងគឺអត់មានសិទ្ធិសេរីភាពស្មើគ្នាអ្នកនរគ្នាអាចមើលពេលស៊ឺហាឡើងទៅដល់ពិភពខាងលើហ្នឹងបានពេលស៊ឺហាឡើងទៅដល់ពិភពខាងលើហ្នឹងគឺគេហៅស៊ឺហាថាជាប្រជាជនមានបែបជាមានបែបហើយមនុស្សដែលគេហៅថាជាមនុស្សដែលមានជាបែបសុទ្ធតែជាមនុស្សដែលមកពីអាណាចក្រខាងក្រោមឬក៏ low variant ហ្នឹងឯងយល់ទៅមនុស្សដែលមានជាមានបែបឡើងទៅដល់អាណាចក្រខាងលើគឺអត់ធ្វើខ្លួនទេយល់ទៅគឺត្រូវគេតាមសម្លាប់យកតែម្ដងអ្នកគ្នាអាចមើលទៅក្នុងរឿងស៊ឺហាទៅអ្នកគ្នាដឹងហើយបើសិនជាអ្នកគ្នាជា fan របស់ស៊ឺហាអ្នកគ្នាក៏ជិតដឹងអាចចំណុចទាំងប្រមាណដែលខ្ញុំបាននិយាយវាគ្រាន់តែជាការគិតរបស់ខ្ញុំនៅទេចំពោះរឿងមួយហ្នឹងបើសិនជាខុសឆ្គងអីអ្នកគ្នាកុំបន្ទោសកុំប្រកាន់អីហើយខ្ញុំក៏ចង់អរគុណអ្នកគ្នាដែរដែលបានតាមដានវីដេអូមួយហ្នឹងដល់ចប់ជាពិសេសក៏ជូនពរអ្នកគ្នាសុខភាពល្អសំណាងល្អផងដែរ